ការសរសេរ script ចុះ software ដែលខ្ញុំប្រើកាត់តវីដេអូ microphone ដែលខ្ញុំប្រើដើម្បី record សំឡេងបើទោះបីជារវល់យ៉ាងណាក៏ដោយក៏នៅតែអាចឆ្លៀតបាន1ទៅ2វីដេអូនៅក្នុងមួយអាទិត្យដែរព្រោះវាជាការងារដែលខ្ញុំស្រឡាញ់ហើយវាជាអ្វីដែលខ្ញុំចូលចិត្តធ្វើយ៉ាងណាមិញនេះគឺជារបៀប process នៃការផលិតវីដេអូរបស់ខ្ញុំរាប់ចាប់តាំងពីការសរសេរ script ចុះ software ដែលខ្ញុំប្រើដើម្បីកាត់តវីដេអូ microphone ដែលខ្ញុំប្រើដើម្បី record សំឡេងហើយនិងកាមេរ៉ាដែលខ្ញុំកំពុងតែប្រើបើសិនជាអ្នកនរគ្នាចង់រៀនបង្កើតមាតិកាឬមួយក៏ផលិតវីដេអូដោយខ្លួនឯងអាចមើលវីដេអូនេះបានចែកចាន់ជាវីដេអូនេះគឺជា5ផ្នែកទី1គឺការសរសេរ idea របស់យើងចុះ software ដែលខ្ញុំប្រើដើម្បីសរសេរ note ទី2គឺរបៀបនៃការ set up កាមេរ៉ាហើយទី3គឺ software ដែលខ្ញុំប្រើដើម្បីកាត់តវីដេអូហើយនិងកន្លែងដែលខ្ញុំរកសលេងទី4ហើយនិងចុងក្រោយគេគឺការ edit thumbnail ចំពោះ idea ឬមួយការសរសេរ script គឺខ្ញុំប្រើជាមួយនឹង Notion ប្រភេទ Notion នេះវាស្រួលខ្លាំងមែនទែនជីវិតខ្ញុំផ្លាស់ប្ដូរមានរបៀបរៀបរយក្រោយពីខ្ញុំប្រើ Notion ហ្នឹងខ្ញុំទទួលបានខ្ញុំដឹងពី YouTuber ដែលគាត់ review ក៏ដែលគាត់ recommend ឲ្យប្រើ Notion នឹងដូចគ្នាដែរព្រោះវាអាច keep note នៅក្នុងនឹងបានហើយដូចតែខ្ញុំនិយាយអញ្ចឹងជាពិសេសគឺការងារជាអ្នកផលិតមាតិកាអ្នកផលិតវីដេអូនេះវាត្រូវការ keep note វាត្រូវការកត់ចំណាំសរសេរ note ទុកច្រើនអញ្ចឹងរៀនប្រើ Notion នេះប្រើទៅព្រោះវាស្រួលប្រើសម្រាប់យើងដែរវាមិនមែនប្រើតែសម្រាប់សរសេរ script ចុះទេវាអាច keep note សរសេរគោលដៅសរសេរអីរបស់យើងចុះក៏បានដែរអញ្ចឹង idea ខ្ញុំសរសេរជាមួយនឹង Notion អ្វីដែលសំខាន់គឺ Notion នេះយើងអាចប្រើបានជាមួយនឹងទូរស័ព្ទរបស់យើងក៏បានឬមួយហើយនឹងកុំព្យូទ័ររបស់យើងក៏បានឲ្យតែយើង log in email ចូលដូចគ្នាទៅយើងអាចមើលយើងអាចមើលនៅក្នុងទូរស័ព្ទរបស់យើងក៏បាននៅក្នុង laptop របស់យើងក៏បានដែរអញ្ចឹងវាងាយស្រួលសម្រាប់យើងសម្រាប់ idea ហើយនឹងការសរសេរ script គឺខ្ញុំសរសេរទៅលើ Notion អ្នកនរគ្នាជួនកាលខ្ញុំសរសេរនៅលើទូរស័ព្ទទាំងទៅដើម្បី keep note គំនិតដែលខ្ញុំកំពុងតែមានហើយជួនកាលទៅខ្ញុំសរសេរនៅលើ laptop អញ្ចឹងទៅចំណែកឯpart ទី2ឬមួយក៏ភាគទី2ការ set up កាមេរ៉ាការ set up នៅក្នុងការថតយើងមានគំនិតហើយអញ្ចឹងយើងត្រូវការថតវីដេអូចំពោះកាមេរ៉ាដែលខ្ញុំកំពុងតែប្រើគឺខ្ញុំប្រើទូរស័ព្ទដៃរបស់ខ្ញុំផ្ទាល់ព្រោះខ្ញុំអត់ទាន់បានទិញជាមួយនឹងកាមេរ៉ាទេទូរស័ព្ទរបស់ខ្ញុំគឺខ្ញុំប្រើប្រាស់ជាមួយនឹង iPhone 13ហើយខ្ញុំថតកាមេរ៉ាមុខចំពោះ microphone វិញគឺខ្ញុំប្រើជាមួយនឹង Maono PD 200X អ្នកនរគ្នាវាមិនមែនជាការ review ទេប៉ុន្តែ microphone នេះដូចអ្នកនរគ្នាអាចស្ដាប់ឮបានគឺវាមានកម្រិតនៃការស្រូបសំឡេងកម្រិតនៃការទាញសំឡេងកាត់សំឡេងអីវាមិនខុសពីម៉ៃដែលមានតម្លៃរាប់រយទេព្រោះម៉ៃនេះតម្លៃខ្ញុំទិញតែ$68អ្នកនរគ្នាអញ្ចឹងវាអាចជារៀងធូរថ្លៃដែរនៅក្នុងការប្រើប្រាស់វាចំណែកឯ Anchor គឺដូចអញ្ចឹងដូចអ្នកទាំងអស់គ្នាឃើញអញ្ចឹងមកខាងមុខនេះគឺខ្ញុំមានជាមួយនឹង laptop របស់ខ្ញុំដែលខ្ញុំមើលខ្ញុំសរសេរ script ជាមួយនឹង Notion ចោះហ្នឹងខ្ញុំអាចមើលហើយខ្ញុំអាចដាក់នៅ color នេះបានត្រង់ណាខ្ញុំភ្លេចអញ្ចឹងទៅខ្ញុំអាចរំលឹកជាមួយនឹង script ដែលខ្ញុំសរសេរចោះអញ្ចឹងទៅហើយ color នៅខាងស្នាមដៃរបស់ខ្ញុំមានអំពូលមួយគ្រាប់អំពូលនេះតម្លៃតាមដូចជា6រៀលទេខ្ញុំអត់ចំណាយទៅលើអំពូលដែលមានតម្លៃរាប់រយអីទេតាមតែ$6វាអាចជះពលឺមកបានវាអាចជាគ្រឿងផ្សំមួយដែរតាណាយើងថតហើយវាមានពលឺអញ្ចឹងទៅវាល្អដល់យើងដែរវាធ្វើឲ្យកម្រិតនៃគុណភាពនៃវីដេអូរបស់យើងក៏រៀងល្អដែរវាធ្វើមកវាជាលក្ខណៈ professional អីចឹងទៅចូលមកដល់ part ទី3របស់យើងគឺ part ដែលសំខាន់ដែរគឺ software ដែលខ្ញុំប្រើនៅក្នុងការ edit វីដេអូសម្រាប់ basic ឬមួយក៏កម្រិតទី1ឬមួយក៏សម្រាប់ខ្ញុំពួកខ្ញុំនៅក្នុង level 1ដែលមិនទាន់ខ្លាចជា professional នៅក្នុងការធ្វើជាអ្នកផលិតមាតិកាទេអញ្ចឹងខ្ញុំប្រើជាមួយនឹង CapCut អ្នកនរគ្នា software ដែលខ្ញុំប្រើគឺ CapCut ប៉ុន្តែខ្ញុំប្រើជាមួយនឹង CapCut Pro ខ្ញុំបង់លុយមួយខែ10រៀលខ្ញុំគិតថាបើសិនជាអ្នកនរគ្នាច្បាស់លាស់ឬមួយក៏ serious ជាមួយនឹងអ្វីដែលយើងកំពុងតែធ្វើ$10នៅក្នុងមួយខែនេះយើងចំណាយយើងវិនិយោគទៅលើវាទៅដើម្បីទទួលបានងារថ្មីនៅក្នុង CapCut របស់យើងដើម្បីឲ្យវីដេអូរបស់យើងការកាត់វីដេអូរបស់យើងវាលក្ខណៈជា professional វាល្អវាឥតខ្ចោះអញ្ចឹងបើសិនជាយើងអាចគិតថាយើងខ្លាយទៅជាកម្រិតមួយដែលរៀងខ្ពស់ហើយយើងអាចពង្រីកខ្លួនឲ្យប្រើ Adobe Premiere Pro អីចឹងទៅប៉ុន្តែសម្រាប់ខ្ញុំគិតថា CapCut នេះវាងាយស្រួលជាពិសេសគឺនៅក្នុងកម្រិតនៃការចាប់ផ្ដើមរបស់យើងថ្មីអញ្ចឹងវាអត់ស្មុគស្មាញវាអត់សាំញ៉ាំហើយយើងអាចប្រើប្រាស់វាងាយស្រួលសម្រាប់យើងដែរអញ្ចឹង part ទី3ចប់យើងសារខូចមកវិញ idea ហើយនឹង script គឺខ្ញុំសរសេរជាមួយនឹង Notion ហើយការកាមេរ៉ាដែលខ្ញុំកំពុងតែប្រើគឺ iPhone 13ហើយ microphone ដែលខ្ញុំប្រើគឺ Maono PD 200X ដែលវាមានតម្លៃតែ$68ទេអ្នកនរគ្នាហើយកម្រិតនៃសំឡេងអ្នកនរគ្នាអាចស្ដាប់នៅក្នុងវីដេអូនេះបានហើយជាមួយនឹងពូលមួយគ្រាប់ដែលមានតម្លៃ6រៀលអត់ចំណាយច្រើនទេហើយ part ទី3ក៏វាសំខាន់ដែរនោះគឺ software ដែលខ្ញុំប្រើគឺ CapCut អ្នកនរគ្នាអាចប្រើប្រាស់ជាមួយនឹង DaVinci Resolve ក៏បាន Adobe Premiere Pro ក៏បានឬមួយក៏អ្នក
គ្នាស្គាល់អីផ្សេងៗអាច comment នៅខាងក្រោមហ្នឹងទៅឲ្យខ្ញុំរៀនប្រើដែរគាត់ថាខ្ញុំប្រើ package cap វាងាយស្រួលសម្រាប់ខ្ញុំគ្រាន់តែបង់មួយខែ10 រៀលទីទៅខ្ញុំអាចមានមុខងារខ្ញុំអាចមាន sound effect ខ្ញុំអាចមានអីផ្សេងៗហ្នឹងទៅចូលមកដល់ part ទី4គឺជាមួយនឹងការ roll sound effect ឬមួយក៏ music background ហើយនឹង B-roll គឺវីដេអូ background ដែលខ្ញុំប្រើដើម្បីគួបផ្សំជាមួយគ្នានៅក្នុងវីដេអូរបស់ខ្ញុំជាមួយនឹង sound effect ភាគច្រើនខ្ញុំយកពី CapCut ដែរនៅគ្នាព្រោះវាសម្បូរបែបដោយសារតែ CapCut Pro របស់យើងនៅពេលដែលយើងប្រើទៅវាមាន sound effect មានអីច្រើននៅក្នុងនឹងដែរហើយជាពិសេសនោះគឺ sound effect គឺវាអត់ជាប់ copyright ដូចជា music background ទេអញ្ចឹង sound effect ខ្ញុំអាចយកពី CapCut ក៏បានដែរប៉ុន្តែដល់ឡែកសម្រាប់ music background ឬមួយក៏ play នៅខាងក្រោយដែលខ្ញុំយកមកភាគច្រើនគឺខ្ញុំយកពី Facebook ហើយនិង YouTube វីដេអូដែលសម្រាប់ផុសនៅក្នុង YouTube ខ្ញុំយកពី YouTube អញ្ចឹងទៅហើយវីដេអូដែលខ្ញុំប្រើនៅក្នុងផុសនៅក្នុង Facebook គឺខ្ញុំយកសលេងយកបទចម្រៀងពី Facebook ហើយជាចុងក្រោយគឺភាគបញ្ចប់នៃការផលិតវីដេអូរបស់យើងគឺការ edit thumbnail ថងចំណុចនេះវាមិនសំខាន់សម្រាប់គ្រប់គ្នាទេប៉ុន្តែបើសិនជាអ្នកនរគ្នាចង់ឲ្យវីដេអូរបស់យើងវាឡើងដល់កម្រិតមួយដែលខ្ពស់ជាងធម្មតាយើងអាចប្រើប្រាស់ជាមួយនឹងការ edit thumbnail របស់យើងផ្ទាល់ខ្លួនបានសម្រាប់ខ្ញុំប្រើជាមួយនឹង Photoshop ការ design thumbnail របស់ខ្លួនឯងព្រោះ Photoshop ខ្ញុំអាចប្រើបានតិចតួចដែរមិនជាខ្លាំងបានទេគ្រាន់មកធ្វើ thumbnail មួយសម្រាប់ខ្លួនឯងខ្ញុំអាចធ្វើបានអញ្ចឹងខ្ញុំសរុបវីដេអូមកខ្ញុំសរុបទាំង5ផ្នែករួមផ្សំបញ្ចូលគ្នាគឺទី1គឺយើងមានគំនិតហើយគំនិតគឺខ្ញុំសរសេរជាមួយនឹង Notion software Notion app Notion យើង download នៅក្នុងទូរស័ព្ទក៏បានទី2គឺការ set up camera របស់ខ្ញុំការថតខ្ញុំប្រើប្រាស់ជាមួយនឹង iPhone 13មិន13 Pro 13ធម្មតាទេតែហេតុអីបានខ្ញុំថតចេញមកវីដេអូដែលខ្ញុំចេញមួយគឺវាមានលក្ខណៈច្បាស់គឺដូចនិយាយចឹងមុនហ្នឹងខ្ញុំនិយាយថាខ្ញុំបានបង់លុយជាមួយនឹង CapCut Pro អញ្ចឹងយើងវាមានមុខងារ enhance quality នៅគ្នាអាចធ្វើការ enhance នៅក្នុង CapCut របស់យើងទៅដើម្បីឲ្យកម្រិតវីដេអូរបស់យើងវាកាន់តែច្បាស់ជាងធម្មតាបើមិនអញ្ចឹងទេវាអាចនឹងអត់ច្បាស់ព្រោះយើងប្រើកាមេរ៉ាមុខដែរអញ្ចឹងសម្រាប់ microphone គឺ Maono PD 200X ដែលខ្ញុំប្រើនេះវាមានតម្លៃតែ$68ទេវារៀងធូរថ្លៃដែរខ្ញុំគិតថាបើសិនជាអ្នកនរគ្នាពិតប្រាកដជាមួយនឹងអ្វីដែលយើងកំពុងតែធ្វើហើយសម្រាប់ការវិនិយោគប៉ុណ្ណឹងគឺវាមិនអ្វីជាការធំដុំអីទេអ្នកនរគ្នាមួយវិញទៀតជាមួយនឹង software ដែលខ្ញុំប្រើគឺ CapCut ហើយនឹង sound effect ឬមួយ music background គឺខ្ញុំយកពី CapCut ផ្ទាល់ហើយនឹងយកពី YouTube ហើយនឹងយកពី Facebook